វាឡស្រឡាញ់បងប្អូនអ្នកគ្នាឥឡូវនេះយើងបានមកដល់ស្រុកកំណើតហើយនាំបងប្អូនទៅមើលដុំថ្មខ្ញុំហាត់ប្រានកាលពី5ឆ្នាំមុននេះបងប្អូនខ្ញុំចាក់ដោយផ្ទាល់ដៃខ្ញុំបង្កើតដោយខ្លួនឯងបច្ចេកទេសខ្លួនឯងសុទ្ធសាធហ្មងយើងមានដែកហើយយើងស៊ីម៉ង់លាយជាមួយនឹងខ្សាច់ព្រោះយើងអត់ប្រើដុំថ្មទេនេះបងប្អូនវាអត់ដបូតទេគ្រាន់ថាវាបាក់ដោយសារតែដែកនេះវាត្រូវបានច្រេះស៊ីបងប្អូនច្រេះស៊ីនេះប្រវែងប្រហែលជា1 ម៉ែត្រឥឡូវនេះបាក់បាត់ហើយបងប្អូនអើយបើសិនបើទុកក្នុងមលុបអីល្អហ្មងនេះតែយើងទុក5ថ្ងៃ5ភ្លៀងទៅវាពុកវាបាក់វាបែកណាប្រើការឡើងកើតហើយបងប្អូននេះ5ឆ្នាំមុនបងប្អូននៅមុំតើងមកបាក់តដៃទេថ្មនេះមិនបាច់ប៉ះហើយនេះព្រោះយើងចាក់ល្អចាក់តាមបច្ចេកទេសនេះមកជាជាងនេះប្រហែលជា5គីឡូ5គីឡូអី10គីឡូពេញហ่ะហើយ10គីឡូបងប្អូនហើយ10គីឡូនេះហើយខ្ញុំចាក់ហើយពុំរបស់វានៅសល់ដល់សពថ្ងៃពុំ10 5អី5ឯណាអញ្ចឹងមួយគូនេះប្រហែលជា10គីឡូបងប្អូនយើងបានថ្លឹងទេយើងចាក់បានមួយគូឥឡូវនេះបាក់មួយនៅសល់មួយគូទៀតហើយមួយគូហ្នឹងបើសិននៅល្អមាំតមល្អដាក់ទៅយកទៅផ្ទះហាត់ល្អបងប្អូនយើងប្រើនេះចំណេញមិនបាច់ចំណាយលុយទិញដុំដែកទេយើងចាក់បែបហ្នឹងមកសំខាន់យើងមានដែកនេះដែកបកគោលវានេះមួយចាប់ហើយបាក់បាត់ហើយអានេះទុកចោលហ្នឹងណាប្រើការឡើងកើតតើយើងចាក់ថ្មីក៏ចាក់អត់កើតដែរព្រោះដែកនេះពុកបាត់ហើយណាអរគុណច្រើនបងប្អូនវីដេអូមានប៉ុណ្ណឹងឯងជួបគ្នានៅវីដេអូក្រោយទៀតឥឡូវនេះយើងត្រូវធ្វើដំណើរជូនលោកពុករបស់ខ្ញុំទៅវាលស្រែតិចឯងនេះគាត់មកចាំផ្លូវហើយនេះជាតារា YouTube ម្នាក់ដែរបងប្អូនយើងមាន Subscribe ហ្មង1000ហ្មង1000ចុចហ្មង1000.8ខ្ញុំ1000.3បងប្អូនយើងចាញ់គាត់50ហ្នឹងហើយអរគុណច្រើនមកបាយម្នាក់ប្រាប់ជួយ follow like share គាត់មួយផងយើងចាប់ផ្ដើមទៅទាំងអស់គ្នាអូខេបងប្អូនគាត់ចង់ផ្ដើមថាជួយ like ក៏ដូចជាចុច Subscribe Channel មួយផងជួបគ្នានៅវីដេអូក្រោយហើយជោគជ័យទាំងអស់គ្នាបាយបាយ